เราយើងមកនិយាយពីសំណុំពររបស់ម្ចាស់សៀវភៅសូមលោកអាចារ្យទាំងអស់ទាំងលោកអាចារ្យចាស់ទាំងលោកអាចារ្យក្មេងទាំងគ្រប់25ខេត្តក្រុងទាំងអស់សូមមេត្តាជួយពង្រឹងស្មារតីម្ចាស់ការសមត្ថភាពក្នុងនាមជាអ្នកដឹកនាំគេឲ្យបានប្រាកដនិយមហើយជួយរក្សាការពារនិងជួយបង្ហាត់បង្រៀនក្មេងក្មួយជំនាន់ក្រោយឲ្យបានចេះដឹងកាន់តែច្រើនថែមទៀតដើម្បីទុកជាក្បួនច្បាប់សម្រាប់ប្រទេសជាតិនាថ្ងៃអនាគតចំពោះខ្លឹមសាររបស់សៀវភៅនេះគឺមានគឺរូ3ដែលខ្ញុំបានសិក្សារៀនសូត្រផ្ទាល់គល់គឺរូទាំងពុះអោសរែកទឹកណារែកទឹកកុកគក់ច្របាច់ដៃជើងជាដើមតាំងពីខ្ញុំបានមានវ័យប្រហែល14ឆ្នាំហើយលោកគ្រូទាំងពីរនោះសុទ្ធសឹងជាគ្រូអាចារ្យយ៉ាងពិតប្រាកដដែលអាចហៅថាមេកន្ទ្រាញដូចជាលោកគ្រូអាចារ្យអោតីភូមិពរះរំកិលខេត្តស្ទឹងត្រែងលោកគ្រូថៃសឿវត្តមរឹកកម្ពុជាក្រោមលោកឪធំវត្តភ្នំសូរិយាជាដើមខ្ញុំបានចេះទាំងរៀនណាទាំងរបៀនរៀនទាំងអាចារ្យលោកបានបង្ហាត់បង្ហាញតាមគម្ពីរស្លឹករឹតយ៉ាងពិតប្រាកដលោកគ្រូឲ្យសិក្សាណាឲ្យសិស្សរៀនផ្ទាល់មាត់ស្ទាត់អស់ហើយទើបលោកគ្រូប្រគល់វីរៈទំលក្ខបួនឲ្យរួចរាល់ហើយធ្វើពិធីស្រោចទឹកទើបបំពេញយោះទៅជាគ្រូអាចារ្យពេញច្បាស់តទៅបាទសូមញាតិញោមកណាលោកចាស់ទាំងអស់ស្រាប់ហើយយកចិត្តទុកដាក់ឲ្យបានមែនទែនព្រោះនេះជាសំណុំពរមិនដូចពេលបច្ចុប្បន្ននេះខ្លះបានរស់ជាសង្ឃណាបួសជាសង្ឃខ្លះអត់ស្គាល់ស្បង់ម្ដងស្បង់ផងឲ្យតែបានរៀនចេះល្មមក្រុងពលីកើតសូត្រធម៌បានចេញធ្វើអាចារ្យលោកគ្រូខ្ញុំថាមិនត្រឹមត្រូវទេទៅកាន់ដៃវៃស្មាកូនចៅគេពុំបានល្អឡើយបុរាណលោកប្រកាន់ណាស់បើលោកអាចារ្យណាមិនបានបួសរៀនទេលោកចាត់ទុកថាជាអាចារ្យក្រៅវិន័យស្មើនឹងចេះអត់គ្រូបើរៀនសូត្របានច្រើនកើនប្រយោជន៍អនុមោទនី